ឧបករណ៍វិភាគបញ្ហាទឹកស្អាតការសម្អាតនិងអនាម័យគឺជាផែនការដ៏ល្អមួយផែនការមេក្នុងវិស័យទឹកស្អាតការសម្អាតនិងអនាម័យថ្នាក់ស្រុកគឺជាការបង្ហាញជាក់ស្ដែងនៃចក្ខុវិស័យរួមនិងការខិតខំប្រឹងប្រែងស្របគ្នាក្នុងការសម្រេចបាននូវការគ្របដណ្ដប់ជាសកលផែនការគឺជាជំហានដំបូងមួយដ៏សំខាន់ក្នុងការធ្វើសកម្មភាពរួមគ្នាប្រកបដោយប្រសិទ្ធភាពដែលប្រមូលផ្ដុំវិស័យឯកជនសង្គមស៊ីវិលមន្ត្រីរាជការអ្នកដឹកនាំនយោបាយនិងប្រពៃណីដើម្បីគ្រប់គ្រងដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលផែនការមេគឺជាគ្រោងឆ្អឹងនៃគោលដៅយុទ្ធសាស្ត្ររយៈពេលវែងនិងផ្ដល់ទិសដៅសម្រាប់ផែនការរយៈពេលខ្លីដូចជាផែនការប្រចាំឆ្នាំឬផែនការគម្រោងផែនការមេថ្នាក់ស្រុកក៏ត្រូវគិតគូរពីបញ្ហានៃការចំណាយនិងប្រភពចំណូលផងដែរប្រសិនបើគ្មានថវិកាជាក់ស្ដែងទេផែនការគឺគ្រាន់តែមាននៅក្នុងបញ្ជីប៉ុណ្ណោះយុទ្ធសាស្ត្រហិរញ្ញវត្ថុកំណត់ថាអ្នកណាជាអ្នកទទួលខុសត្រូវការចំណាយហើយចំណាយលើអ្វីខ្លះរួមទាំងការវិនិយោគដំបូងនិងការចំណាយដដែលផែនការមេដែលជោគជ័យអាចកំណត់បានពីចន្លោះប្រហោងនៃហិរញ្ញវត្ថុវិធីសាស្ត្រសហការនិងបំពេញចន្លោះប្រហោងនោះផែនការមេដែលរៀបចំបានល្អអាចជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ការទាក់ទាញហិរញ្ញវត្ថុផងដែរដូច្នេះយើងដឹងហើយថាផែនការអភិវឌ្ឍស្រុកសម្រាប់វិស័យទឹកស្អាតការសម្អាតនិងអនាម័យដែលបង្កើតឡើងដោយផ្អែកលើចក្ខុវិស័យរួមមួយនាំយើងទៅរកផ្លូវឆ្ពោះទៅទទួលបានទឹកស្អាតការសម្អាតនិងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់ទាំងអស់គ្នាតើអ្នកមានគម្រោងរៀបចំផែនការបែបនេះហើយឬនៅ